អត់សូមជម្រាបសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងអឺបកកាសែតតំបន់កាសែតមួយដែលដកស្រង់ចេញពីកាសែត The Phnom Penh Post វិញម្ដងហើយនេះគឺជាព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី6គឺថ្ងៃហ្នឹងតែម្ដងហើយតកតងទៅនឹងព័ត៌មានក្តៅហើយមួយចំណងជើងគេដាក់ថា Thai protesters claims dismissed by Foreign Ministry បាទ Thai protesters claim dismissed by Foreign Ministry ការទាមទារការបញ្ជាក់ការអះអាង claims ហ្នឹងយើងបកថាការអះអាងឬក៏ការទាមទារកន្លែងនេះយើងបកថាការទាមទារទៅការទាមទារ protesters យើងបកថាបាតុករ protest តវ៉ា protesters អ្នកតវ៉ាគឺបាតុករការទាមទារការអះអាងរបស់បាតុករថៃ dismiss dismiss នេះយើងបកថាច្រានចោលបដិសេធច្រានចោលទាត់ចោលបដិសេធអញ្ចឹងទៅស្មើពាក្យថា reject ស្មើពាក្យថា eject ស្មើពាក្យ deny ពាក្យ dismiss ហើយយើងរៀនកាសែតគឺយើងនឹងឃើញពាក្យជា synonym គឺពាក្យដែលសតិសនីដូចគ្នាជាច្រើនពីព្រោះនៅក្នុងអត្ថបទកាសែតមួយគឺគេប្រើពាក្យខុសៗគ្នាអញ្ចឹងបើយើងមើលទៅយើងចេះពាក្យច្រើនគឺយើងឃើញពាក្យហ្នឹងគឺប្រែន័យដូចគ្នាច្រើននៅក្នុងអត្ថបទកាសែតមួយការបញ្ជាក់របស់ក្រុមបាតកោថៃត្រូវបានច្រានចោលឡើយនេះតាំងពីពិតទៅជា passive តែគេកាត់ចោលនៅសល់តែ verb 3បើយើងទៅសេពេញមក Thai protesters claims were អានេះជា plural were dismissed by foreign ministry ការទាមទារបញ្ជាក់របស់ក្រុមបាតកោថៃត្រូវបានច្រានចោលដោយក្រសួងការបរទេស foreign ministry ក្រសួងការបរទេស The Cambodian Ministry of Foreign Affairs and International Cooperation of Cambodia has firmly rejected accusations made by Thai protesters that Cambodia invaded Thai territory. The Cambodian Ministry of Foreign Affairs and International Cooperation of Cambodia has firmly rejected accusations made by Thai protesters that Cambodia invaded Thai territory. Ministry ក្រសួង Foreign Affairs Ministry of Foreign Affairs ក្រសួងការបរទេស Affairs កិច្ចការ Foreign បរទេសក្រសួងការបរទេស and International Cooperation និងកិច្ចសហប្រតិបត្តិការអន្តរជាតិ Cooperation នេះយើងบอกថាសហប្រតិបត្តិការកិច្ចសហប្រតិបត្តិការ International អន្តរជាតិនៃប្រទេសកម្ពុជានេះឃើញ Cambodian ពីរដងឥឡូវនេះ Cambodian ឥឡូវនេះ Cambodia អញ្ចឹងយើងបកទៅមួយមកទៅក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការនៅប្រទេសកម្ពុជា has firmly rejected accusation firmly នេះយើងបកថាយ៉ាងរឹងមាំ firm នឹងជា adjective យើងបកថារឹងមាំ firmly យ៉ាងរឹងមាំជា adverb rejected ស្មើពាក្យ dismiss ខាងលើមិញ reject បដិសេធ reject បដិសេធ accusation ការចោទប្រកាន់ accuse ជា verb ចោទប្រកាន់ accusation ការចោទប្រកាន់ឡើយនេះជា noun ចឹងខ្ញុំបកមកថាក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានច្រានចោលនៅការចោទប្រកាន់យ៉ាងដាច់អហង្ការ firmly នេះយើងបកថាយ៉ាងដាច់អហង្ការចឹងទៅបាទធ្វើឡើងដោយ made by ដែលធ្វើឡើងដោយ Thai protester ក្រុមបាតកោថៃ ដែលថា Cambodia ប្រទេសកម្ពុជា invaded invade នេះឈ្លានពាន invade ឈ្លានពាន invaded Thai territory ប្រទេសកម្ពុជាបានឈ្លានពាននៅបូរណភាពទឹកដីថៃអានហើយវាចង់សើច The ministry stated that in fact it was the Thai military who opened fire on a Cambodian military position resulting in the death of a soldiers. The ministry stated that, in fact, it was the Thai military
who opened fire on a Cambodian military position, resulting in the death of a soldier. ក្រសួង state បញ្ជាក់ជា verb ខ្ញុំបកថាបញ្ជាក់ state មិនមែនរដ្ឋជា noun បកថារដ្ឋ state បកបានច្រើន state ជា verb បកថាបញ្ជាក់ក្រសួងបានបញ្ជាក់ថា stated that in fact តាមពិតទៅ in fact តាមពិតទៅ it was the Thai military who opened fire on a Cambodian military position ក្រសួងបានបញ្ជាក់ថាតាមពិតទៅនោះគឺទាហានថៃ military នេះទាហានកងទ័ពគឺទាហានថៃ who open fire ដែលបានបើកការបាញ់ប្រហារ who open fire ដែលបានបើកការបាញ់ប្រហារ on the Cambodian military position ទៅលើទីតាំង position នេះយើងบอกថាទីតាំងទាហានរបស់កម្ពុជាទីតាំងទាហានកម្ពុជាទីតាំងយោធាកម្ពុជា position ទីតាំង resulting in the death of a soldier result in បណ្ដាលឲ្យ result in បណ្ដាលឲ្យ resulting in ដែលបណ្ដាលឲ្យមានករណីស្លាប់ទាហានកម្ពុជាមួយរូប death ការស្លាប់ In response to questions from journalists regarding the demonstration in front of the Royal Embassy of the Kingdom of Cambodia in Bangkok on the morning of June 6, 2025, I would like to categorically reject the false accusation that Cambodian border forces violated Thailand's sovereignty, said a spokesperson for the Ministry of Foreign Affairs. In response to questions from journalists regarding the demonstration in front of the Royal Embassy of the Kingdom of Cambodia in Bangkok on the morning of June 6, 2025, I would like to categorically reject the false accusation that Cambodian border forces violated Thailand's sovereignty, said a spokesperson for the Ministry of Foreign Affairs. Spokesperson នេះយើងបកថាអ្នកនាំពាក្យ spokesperson អ្នកនាំពាក្យក្រសួងការបរទេសយើងទៅបកពីកន្លែងនេះមុនមកហើយបានទីយើងទៅបកនៅក្នុង quotation mark អ្នកនាំពាក្យសម្រាប់ក្រសួងការបរទេសយើងបកឲ្យងាយស្ដាប់មកថាអ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា in response to questions ឆ្លើយតបទៅនឹងសំណួរ in response to នឹងជាក្នុងការឆ្លើយតបទៅនឹងសំណួរប៉ុន្តែខ្មែរយើងថាឆ្លើយតបទៅនឹងសំណួរ in response to ជាការឆ្លើយតបទៅនឹង question សំណួរឆ្លើយតបទៅនឹងសំណួរ from journalist ពីអ្នកកាសែត journalist អ្នកកាសែត regarding តាក់ទងទៅនឹង regarding ពាក់ព័ន្ធទៅនឹងតាក់ទងទៅនឹង the demonstration នេះយើងបកថាបាតកម្ម demonstration តាក់ទងទៅនឹងបាតកម្ម demonstration បាតកម្ម in front of នៅពីមុខ in front of នៅមុខ Royal Embassy of the Kingdom នៅមុខស្ថានទូត Embassy នេះយើងបកថាស្ថានទូតof the Kingdom of Cambodia ស្ថានទូតប្រជាណាចក្រកម្ពុជាស្ថានទូតយើងបកថាស្ថានទូតនៅប្រជាណាចក្រកម្ពុជា Royal Embassy ស្ថានទូតនៃប្រជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក in Bangkok ប្រចាំទីក្រុងបាងកក on the morning of June 6, 2025 កាលពីព្រឹកថ្ងៃទី6 ខែមិថុនាឆ្នាំ2025 I would like to categorically reject the false accusation ខ្ញុំសូម I would like នេះខ្ញុំមកខ្ញុំសូមយ៉ាងទៅមិនបាច់ថាខ្ញុំចង់ would like ខ្ញុំសូមបដិសេធ would like to reject បដិសេធ categorically
បដិសេធយ៉ាងដាច់អហង្ការcategorically នេះគឺស្មើនឹងពាក្យ firmly បាទដែលខ្ញុំថានៅក្នុងអត្ថបទកសែតហ្នឹងវាយើងបកទៅវាដដែលប្រើជំនួសគ្នាទៅវិញទៅមកអញ្ចឹងទៅខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការនៅការចោទប្រកាន់ accusation យើងឃើញហើយដែលមិនពិត fall คล้ายមិនពិតការចោទប្រកាន់យ៉ាងដាច់ការចោទប្រកាន់ដែលមិនពិតដែលថា Cambodian Border Forces កងកម្លាំង force នេះយើងបកថាកងកម្លាំងព្រំដែនកម្ពុជាកងកម្លាំងព្រំដែនប្រចាំនៅកម្ពុជាកងកម្លាំងប្រចាំនៅព្រំដែនកម្ពុជា violate រំលោភ violate រំលោភបំពាន violate រំលោភបំពាន sovereignty អធិបតេយ្យភាព Thailand របស់ប្រទេសថៃបាទយើងមើលរូបតិចទៅហើយ The spokesperson clarified that the incident occurs on the morning of May 28 at around 5:30 a.m. when Thai forces opened fire on a Cambodian military post located in Decho Morakot village, Morakot commune, Chomksan district, Pravihir province, an area long recognized as under Cambodian control. The spokesperson clarified that the incident occurs on the morning of May 28 at around 5:30 a.m. when Thai forces opened fire on a Cambodian military post located in Decho Morakot village, Morakot commune, Chomksan district, Pravihir province, an area long recognized as under Cambodian control. អ្នកនាំពាក្យ spokesperson អ្នកនាំពាក្យ clarify បានបញ្ជាក់អ្នកនាំពាក្យ clarify នេះយើងបកថា clarify បញ្ជាក់អះអាង clarify អះអាងបញ្ជាក់ថា the incident ឧបទ្ទហេតុ incident ឧបទ្ទហេតុ occur កើតឡើង occur កើតឡើងបានកើតឡើង on the morning កាលពីព្រឹក of May 28 កាលពីព្រឹកថ្ងៃទី28ឧសភា at around 5:30 a.m. នៅប្រហែលជាម៉ោង5កន្លះព្រឹក am at around 5:30 am នៅប្រហែលជាម៉ោង5កន្លះព្រឹក when Thai forces opened fire on a Cambodian military post នៅពេលដែលកងកម្លាំងថៃ open fire យើងបើកជួបខាងលើបានបើកការវាយប្រហារបាញ់បោះ on a Cambodian military post post នេះស្មើនឹងពាក្យខាងលើមិញបើថាទីតាំងបាទទៅលើទីតាំងកងទ័ពកម្ពុជា located in the Morakot village located in ដែលមានទីតាំង locate in ហ្នឹងមានទីតាំងនៅក្នុងភូមិ village ភូមិ Decho Morakot commune នេះឃុំ Morakot ចំខ្សាន district ស្រុកចំខ្សាន ព្រះវិហារ province នេះខេត្តព្រះវិហារ earn area ជាកន្លែងមួយ earn area ជាតំបន់មួយជាកន្លែងមួយ recognize ដែលត្រូវបានទទួលស្គាល់ recognize ដែលត្រូវបានទទួលស្គាល់ as under Cambodian control ត្រូវបានទទួលស្គាល់ថានៅក្រោមការគ្រប់គ្រងរបស់កម្ពុជា control ការគ្រប់គ្រងរបស់កម្ពុជា long ដែលយូរលង់ណាស់មកហើយ The attack resulted in the death of one Cambodian soldier. He stated. Soldier នេះជា singular ទេ The attack resulted in the death of one Cambodian soldier. He stated. យើងទៅបកពីកន្លែងនេះមុនមកថា He stated គាត់បានបញ្ជាក់ទៀតថា The attack ការវាយប្រហារ attack ការវាយប្រហារ result in បណ្ដាលឲ្យយើងជួបខាងលើមិញ result in បណ្ដាលឲ្យមានការស្លាប់ the death បណ្ដាលមានករណីស្លាប់ of one Cambodian soldier នៃទាហានកម្ពុជាមួយរូបបាទអរគុណច្រើនហើយដើម្បីកុំឲ្យកសែតនឹងវែងពេកយើងបញ្ចប់ប៉ុណ្ណឹងសូមអរគុណសម្រាប់ការគាំទ្រការ
តាមដានទស្សនានៃ Channel នេះ